រស់ដោយចិត្តដែលមិនចាញ់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពេលវេលាមួយដែលអ្នកអាចឈប់ស្ដាប់ពិភពក្រៅហើយត្រឡប់មកស្ដាប់សំឡេងខ្លួនឯងវីដេអូនេះមានចំណងជើងថារស់ដោយចិត្តដែលមិនចាញ់វាមិនមែនជារឿងអំពីមនុស្សដែលមិនធ្លាក់តែជារឿងអំពីមនុស្សដែលធ្លាក់ហើយនៅតែក្រោកឡើងសូមដកដង្ហើមជ្រៅៗសម្រាកចិត្តហើយអនុញ្ញាតឲ្យពាក្យទាំងនេះប៉ះពាល់ដល់អ្នកភាគទី1ជីវិតមិនសន្យាថាងាយស្រួលជីវិតមិនធ្លាប់សន្យាថាអ្នកមិនឈឺចាប់អ្នកមិនបរាជ័យអ្នកមិនខកចិត្តមនុស្សគ្រប់គ្នាមានថ្ងៃដែលអស់កម្លាំងមានថ្ងៃដែលចង់បោះបង់មានថ្ងៃដែលគិតថាខ្ញុំមិនអាចបន្តទៀតបានទេតែភាពខុសគ្នារវាងមនុស្សដែលឈ្នះនិងមនុស្សដែលចាញ់មិនមែនជាកម្លាំងរាងកាយមិនមែនជាប្រាក់មិនមែនជាសំណាងវាគឺជាចិត្តដែលមិនចាញ់មិនមែនជាចិត្តដែលមិនឈឺតែជាចិត្តដែលឈឺក៏នៅតែដើរទៅមុខភាគទី2ចិត្តដែលចាញ់កើតពីណាចិត្តដែលចាញ់មិនកើតឡើងភ្លាមទេវាកើតពីការប្រមូលផ្ដុំតូចការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃការនិយាយអវិជ្ជមានទៅខ្លួនឯងការចងចាំបរាជ័យចាស់ការភ័យខ្លាចមតិអ្នកដទៃបន្តិចម្ដងវាធ្វើឲ្យអ្នកជឿថាខ្ញុំមិនល្អគ្រប់គ្រាន់ខ្ញុំមិនអាចខ្ញុំតែងតែបរាជ័យតែសូមស្ដាប់ឲ្យច្បាស់គំនិតមិនមែនជាការពិតទេវាគ្រាន់តែជាសំឡេងមួយដែលអ្នកអាចជ្រើសរើសស្ដាប់ឬមិនស្ដាប់ក៏បានដែរភាគទី3អត្ថន័យពិតនៃចិត្តដែលមិនចាញ់ចិត្តដែលមិនចាញ់មិនមែនជាចិត្តរឹងដួកថ្មមិនមែនជាចិត្តដែលមិនយំមិនមែនជាចិត្តដែលមិនខ្លាចទេចិត្តដែលមិនចាញ់គឺខ្លាចតែធ្វើឈឺតែបន្តបរាជ័យតែសាកម្ដងទៀតយំតែបោទទឹកភ្នែកហើយក្រោកឡើងចិត្តដែលមិនចាញ់គឺចិត្តដែលនិយាយទៅខ្លួនឯងថាថ្ងៃនេះអាចមិនល្អតែខ្ញុំមិនបោះបង់ជីវិតខ្ញុំទេអ្នកមិនចាំបាច់ឈ្នះគ្រប់ថ្ងៃអ្នកគ្រាន់តែកុំឈប់ភាគទី4របៀបបណ្ដុះចិត្តដែលមិនចាញ់1ផ្លាស់ប្ដូរសម្លេងខាងក្នុងស្ដាប់អ្វីដែលអ្នកនិយាយទៅខ្លួនឯងបើវាជាពាក្យបន្ថាចិត្តសូមបដូរវាខ្ញុំអស់ហើយទៅជាខ្ញុំត្រូវសម្រាកខ្ញុំមិនអាចទៅជាខ្ញុំកំពុងរៀនខ្ញុំបរាជ័យទៅជានេះជាបទពិសោធន៍2កុំឲ្យថ្ងៃអាក្រក់คล้ายជាជីវិតអាក្រក់ថ្ងៃមួយអាក្រក់មិនមានន័យថាជីវិតអាក្រក់ទេកុំសម្រេចអនាគតដោយអារម្មណ៍ថ្ងៃនេះ3បែងចែកបញ្ហាជាជំហានតូចបញ្ហាធំធ្វើឲ្យចិត្តចាញ់ជំហានតូចធ្វើឲ្យចិត្តក្លាហានគ្រាន់តែសួរខ្លួនឯងថាជំហានបន្តតូចបំផុតដែលខ្ញុំអាចធ្វើថ្ងៃនេះគឺអ្វី4រកមូលហេតុបីដែលបន្តមនុស្សដែលមានហេតុផលនឹងមិនចាញ់ងាយនោះទេគ្រួសារក្តីសុបិនអនាគតខ្លួនញាក់ថ្ងៃស្អែក5ចិត្តដែលមិនចាញ់នៅពេលដែលធ្លាក់ចុះពេលញាក់នៅខ្សោយសូមកុំទាមទារឲ្យខ្លួនឯងខ្លាំងតែសូមទាមទារឲ្យខ្លួនឯងស្មោះត្រង់នឹងការឈឺចាប់ស្មោះត្រង់នឹងការភ័យខ្លាចស្មោះត្រង់នឹងការអស់កម្លាំងហើយនិយាយថាខ្ញុំកំពុងពិបាកប៉ុន្តែខ្ញុំនៅទីនេះខ្ញុំមិនរត់គេចទេចិត្តដែលមិនចាញ់គឺចិត្តដែលនៅជាមួយខ្លួនឯងនៅថ្ងៃអាក្រក់បំផុតផងដែរភាគចុងសារលួងលោមចិត្តឥឡូវនេះសូមដកដង្ហើមជ្រៅម្ដងទៀតសូមនិយាយទៅខ្លួនឯងថាខ្ញុំអាចនឿយខ្ញុំអាចយំខ្ញុំអាចសម្រាកតែខ្ញុំមិនចាញ់ជីវិតខ្ញុំទេមិនថាអ្នកនៅចំណុចណាមិនថាអ្នកធ្លាក់ប៉ុន្មានដងត្រាបណាអ្នកមិនបោះបង់អ្នកនៅតែមិនចាញ់សូមយកចិត្តដែលមិនចាញ់នេះទៅជាមួយអ្នករៀងរាល់ថ្ងៃរៀងរាល់ជំហានរៀងរាល់ការប្រយុទ្ធក្នុងចិត្តអ្នកសូមអរគុណដែលបានស្ដាប់ហើយសូមឲ្យអ្នករស់ដោយចិត្តដែលមិនចាញ់កែប្រែការគិត
បង្កើតជីវិតថ្មីជីវិតរបស់អ្នកថ្ងៃនេះមិនមែនកើតឡើងដោយចៃដន្យទេវាជាលទ្ធផលនៃអ្វីដែលអ្នកគិតអ្វីដែលអ្នកជឿនិងអ្វីដែលអ្នកប្រាប់ខ្លួនឯងរៀងរាល់ថ្ងៃសៀវភៅនេះមិនមកប្ដូរពិភពលោកទេតែវាមកប្ដូររបៀបដែលអ្នកមើលពិភពលោកព្រោះពេលការគិតប្រែជីវិតក៏ប្រែតាមភាគទី1ការគិតជាមូលដ្ឋាននៃជីវិតមនុស្សពីរនាក់អាចជួបបញ្ហាដូចគ្នាតែមានលទ្ធផលខុសគ្នាដាច់ខាតហេតុអ្វីព្រោះការគិតខុសគ្នាអ្នកមិនរស់នៅក្នុងអ្វីដែលកើតឡើងអ្នករស់នៅក្នុងអត្ថន័យដែលអ្នកផ្ដល់ឲ្យវាបញ្ហាមួយអាចជាជញ្ជាំងឬអាចជាស្ពានអាស្រ័យលើការគិតរបស់អ្នកភាគទី2ការគិតអវិជ្ជមានបំផ្លាញអនាគតការគិតអវិជ្ជមានមិនមែនជារឿងធម្មតាទេវាជាទម្លាប់មួយដែលបង្កើតពីបទពិសោធន៍ចាស់ៗការរិះគន់និងការប្រៀបធៀបពេលអ្នកគិតថាខ្ញុំមិនអាចខួរក្បាលនឹងរកភស្តុតាងដើម្បីបញ្ជាក់ថាអ្នកមិនអាចតែពេលអ្នកគិតថាខ្ញុំអាចរៀនខួរក្បាលនឹងរកផ្លូវដើម្បីឲ្យអ្នកអាចភាគទី3កែប្រែការគិតស្មើកែប្រែទិសដៅអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងមូលទេអ្នកគ្រាន់តែផ្លាស់ប្ដូរទិសដៅការគិតពីហេតុអ្វីកើតលើខ្ញុំទៅខ្ញុំអាចរៀនអ្វីពីនេះពីខ្ញុំយឺតពេកទៅខ្ញុំកំពុងដើរតាមល្បឿនខ្លួនឯងការគិតថ្មីនាំឲ្យមានសកម្មភាពថ្មីសកម្មភាពថ្មីនាំឲ្យមានលទ្ធផលថ្មីភាគទី4បណ្ដុះការគិតវិជ្ជមានជាក់ស្ដែងការគិតវិជ្ជមានមិនមែនជាការធ្វើមើលមិនឃើញបញ្ហាទេតែជាការជឿថាអ្នកអាចដោះស្រាយវាបានចាប់ផ្ដើមពីរឿងតូចៗកំណត់ពេលសរសេរគំនិតល្អៗរៀងរាល់ថ្ងៃឈប់និយាយបន្ថាប់ខ្លួនឯងជ្រើសរើសស្ដាប់អ្វីដែលលើកទឹកចិត្តអ្វីដែលអ្នកបញ្ចូលចិត្តនិងคล้ายជាអ្វីដែលអ្នកបង្កើតជីវិតភាគទី5ជីវិតថ្មីចាប់ផ្ដើមថ្ងៃនេះអ្នកមិនចាំបាច់រងចាំថ្ងៃល្អអ្នកអាចបង្កើតថ្ងៃល្អដោយការគិតថ្មីថ្ងៃនេះអតីតកាលមិនអាចប្ដូរបានតែការគិតអំពីវាអាចប្ដូរបានពេលអ្នកប្ដូររបៀបមើលខ្លួនឯងអ្នកក៏ប្ដូរអនាគតផងដែរប៊ិតសៀវថៅសូមចាំថាជីវិតដែលអ្នកចង់បានចាប់ផ្ដើមពីការគិតដែលអ្នកជ្រើសរើសថ្ងៃនេះកែប្រែការគិតហើយអ្នកនឹងបង្កើតជីវិតថ្មីឈប់សង្ស័យខ្លួនឯងចាប់ផ្ដើមជឿជាក់មានមនុស្សជាច្រើនដែលមានសមត្ថភាពលើពីអ្វីដែលពួកគេគិតមានក្តីសុបិនធំមានសក្តានុពលខ្ពស់ប៉ុន្តែពួកគេមិនដែលឈានទៅដល់ទីនោះមិនមែនព្រោះពួកគេមិនអាចទេតែព្រោះពួកគេសង្ស័យខ្លួនឯងសៀវភៅនេះមិនមកប្រាប់អ្នកថាអ្នកល្អឥតខ្វះតែវាមកប្រាប់អ្នកថាអ្នកគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមភាគទី1សង្ស័យខ្លួនឯងកើតពីណាសង្ស័យខ្លួនឯងមិនមែនជារឿងកើតមកជាមួយទេវាត្រូវបានបង្កើតឡើងដោយបទពិសោធន៍ពាក្យរិះគន់ការបរាជ័យនិងការប្រៀបធៀបពេលអ្នកធ្វើអ្វីមួយហើយនិយាយថាអ្នកមិនល្អគ្រប់គ្រាន់សំឡេងនោះអាចបន្តរស់នៅក្នុងចិត្តអ្នកជាច្រើនឆ្នាំបន្តិចម្ដងអ្នកចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំអាចទេតើខ្ញុំសមទេហើយសំណួរទាំងនោះคล้ายទៅជាជញ្ជាំងរារាំងអ្នកពីការចាប់ផ្ដើមភាគទី2សង្ស័យខ្លួនឯងបំផ្លាញអ្វីខ្លះសង្ស័យខ្លួនឯងមិនសម្លាប់អ្នកភ្លាមទេតែវាសម្លាប់អ្វីដែលអ្នកអាចคล้ายទៅជាវាធ្វើឲ្យអ្នកពន្យាពេលមិនហ៊ានសាកបោះបង់ឱកាសរក់នៅក្រោមសមត្ថភាពខ្លួនមនុស្សជាច្រើនមិនបរាជ័យក្នុងជីវិតទេ
ពួកគេបរាជ័យក្នុងការជឿលើខ្លួនឯងភាគទី3ការជឿជាក់មិនមែនមកពីភាពល្អឥតខ្វះទេការជឿជាក់មិនមែនមកពីការដឹងអ្វីគ្រប់គ្នាទេវាមកពីការជឿថាអ្នកអាចរៀនមនុស្សដែលជឿជាក់មិនមែនជាមនុស្សដែលមិនធ្លាប់ខ្លាចទេតែជាមនុស្សដែលមិនឲ្យការខ្លាចកំណត់ការសម្រេចចិត្តការជឿជាក់កើតពីសកម្មភាពមិនមែនពីការគិតប៉ុណ្ណោះទេអ្នកធ្វើអ្នករៀនអ្នកជឿជាក់ភាគទី4ជំហានជាក់ស្ដែងដើម្បីឈប់សង្ស័យ1ឈប់រងចាំការជឿជាក់មុនចាប់ផ្ដើមអ្នកមិនចាំបាច់ជឿជាក់ 100% ដើម្បីចាប់ផ្ដើមទេជឿ 10% ហើយធ្វើក៏គ្រប់គ្រាន់ហើយ2និយាយទៅខ្លួនឯងដូចនិយាយទៅមិត្តល្អបើមិត្តអ្នកនិយាយថាខ្ញុំមិនអាចអ្នកមិននឹងបន្ថាពួកគេទេហេតុអ្វីអ្នកធ្វើវាទៅខ្លួនឯង3ប្រមូលភស្តុតាងតូចសរសេរអ្វីដែលអ្នកធ្វើបានសូម្បីតែតូចអំផុតវាជាភស្តុតាងថាអ្នកអាច4ឈប់ប្រៀបធៀបផ្លូវមនុស្សនីមួយៗមានពេលវេលាផ្ទាល់ខ្លួនការយឺតមិនមែនជាការបរាជ័យទេភាគទី5ការជឿជាក់នៅថ្ងៃដែលអ្នកនៅខ្សោយមានថ្ងៃដែលអ្នកមិនមានអារម្មណ៍ជឿជាក់ទេវាមិនអីទេការជឿជាក់ពិតគឺការនិយាយថាថ្ងៃនេះខ្ញុំមិនខ្លាំងតែខ្ញុំនៅតែមានតម្លៃអ្នកអាចសម្រាកអ្នកអាចយំអ្នកអាចសារភាពថាពិបាកតែអ្នកមិនត្រូវបោះបង់ខ្លួនឯងបិទសៀវភៅសូមចាំថាអ្នកមិនត្រូវក្លាយទៅជាមនុស្សថ្មីដើម្បីជឿជាក់ទេអ្នកគ្រាន់តែឈប់សង្ស័យមនុស្សដែលអ្នកជារួចហើយថ្ងៃនេះសូមធ្វើជំហានតូចមួយសម្រាប់ខ្លួនឯងហើយនិយាយថាខ្ញុំមិនល្អឥតខ្វះប៉ុន្តែខ្ញុំគ្រប់គ្រាន់ដើម្បីបន្តភាពស្ងប់ស្ងាត់ដែលនាំទៅជោគជ័យនៅក្នុងពិភពលោកដែលពោរពេញដោយសម្លេងការប្រកួតប្រជែងការបង្ហាញខ្លួននិងការប្រញាប់ប្រញាល់មនុស្សជាច្រើនជឿថាដើម្បីជោគជ័យអ្នកត្រូវតែខ្លាំងត្រូវតែលឺត្រូវតែឈ្នះគេប៉ុន្តែសៀវភៅនេះមកប្រាប់អ្នកអ្វីមួយផ្សេងទៀតជោគជ័យពិតកើតពីភាពស្ងប់ស្ងាត់ខាងក្នុងមិនមែនស្ងប់ព្រោះបោះបង់តែស្ងប់ព្រោះដឹងថាត្រូវធ្វើអ្វីនិងមិនចាំបាច់ធ្វើអ្វីភាគទី1ហេតុអ្វីភាពស្ងប់ស្ងាត់មានអំណាចភាពស្ងប់ស្ងាត់មិនមែនជាភាពខ្សោយទេវាជាអំណាចដែលមនុស្សភាគច្រើនមិនយល់មនុស្សដែលស្ងប់មិនចាំបាច់ប្រតិកម្មភ្លាមមិនចាំបាច់ឆ្លើយតបទាំងអារម្មណ៍មិនចាំបាច់បញ្ជាក់ខ្លួនឯងគ្រប់ពេលភាពស្ងប់អនុញ្ញាតឲ្យអ្នកគិតច្បាស់សម្រេចចិត្តល្អមើលឃើញឱកាសរក្សាថាមពលមនុស្សដែលប្រញាប់តែងតែអស់កម្លាំងមនុស្សដែលស្ងប់តែងតែមានថាមពលសម្រាប់រយៈពេលវែងភាគទី2ភាពរវល់មិនមែនជាជោគជ័យមនុស្សជាច្រើនច្រឡំថារវល់ស្មើជោគជ័យប៉ុន្តែការរវល់អាចជារឿងកិច្ចខ្លួនពីការគិតពីការស្ដាប់ខ្លួនឯងពីការសួរថាខ្ញុំកំពុងទៅណាភាពស្ងប់ធ្វើឲ្យអ្នកឃើញថាអ្វីដែលអ្នកកំពុងធ្វើមានតម្លៃពិតឬគ្រាន់តែធ្វើព្រោះអ្នកដទៃកំពុងធ្វើជោគជ័យមិនមែនធ្វើច្រើនទេតែធ្វើត្រឹមត្រូវភាគទី3ស្ងប់ក្នុងចិត្តមុនឈ្នះខាងក្រៅមនុស្សដែលឈ្នះខាងក្រៅតែចាញ់ខាងក្នុងមិនអាចរកសុខបានយូរភាពស្ងប់ក្នុងចិត្តកើតពីការទទួលស្គាល់ខ្លួនឯងការមិនប្រៀបធៀបការយល់ថាខ្លួនឯងមិនចាំបាច់ល្អឥតខ្ចោះពេលចិត្តអ្នកស្ងប់អ្នកមិនខ្លាចយឺតអ្នកមិនខ្លាចខកខាងអ្នកមិនខ្លាចមតិគេអ្នកដឹងថាផ្លូវរបស់អ្នកមិនចាំបាច់ដួចនរណាម្នាក់ភាគទី4ភាពស្ងប់នៅពេលមានសម្ពាធ
ភាពស្ងប់ពិតមិនមែនកើតនៅពេលអ្វីៗល្អទេតែកើតនៅពេលមានសម្ពាធមានបញ្ហាមានការរិះគន់ពេលអ្នកស្ងប់អ្នកមិនឲ្យអារម្មណ៍ដឹកនាំសកម្មភាពអ្នកឈប់ដកដង្ហើមហើយសម្រេចចិត្តដោយចិត្តភាពស្ងប់ជាអ្វីដែលធ្វើឲ្យអ្នកដឹកនាំខ្លួនឯងបានមុនដឹកនាំអ្នកដទៃភាគទី5បណ្ដុះភាពស្ងប់ស្ងាត់ជាក់ស្ដែង 1. កាត់បន្ថយសំឡេងមិនចាំបាច់មិនមែនអ្វីត្រូវឆ្លើយមិនមែនគ្រប់ការអញ្ជើញត្រូវទទួល 2. កំណត់ពេលនៅស្ងប់ដោយមិនប្រើទូរស័ព្ទស្ងប់ដើម្បីស្ដាប់ខ្លួនឯង 3. ធ្វើតិចតែជ្រាវជ្រៅការផ្ដោតល្អជាងការរវល់ 4. ទុកអ្វីដែលអ្នកមិនអាចគ្រប់គ្រងភាពស្ងប់មកពីការដឹងថាអ្វីគួរធ្វើអ្វីគួរដោះចិត្តភាគទី6ភាពស្ងប់និងជោគជ័យរយៈពេលវែងជោគជ័យពិតមិនធ្វើឲ្យអ្នកអស់ខ្លួនមិនបំផ្លាញសុខភាពមិនបំផ្លាញចិត្តមនុស្សដែលស្ងប់អាចដើរឆ្ងាយដោយមិនដួលអាចរីកចម្រើនដោយមិនបាត់ខ្លួនឯងភាពស្ងប់គឺមូលដ្ឋាននៃជីវភាពដែលមានន័យបិទសៀវភៅសូមដកដង្ហើមជ្រៅសូមនិយាយទៅខ្លួនឯងថាខ្ញុំមិនប្រញាប់ខ្ញុំមិនប្រកួតខ្ញុំកំពុងដើរផ្លូវរបស់ខ្ញុំដោយចិត្តស្ងប់ជោគជ័យមិនត្រូវស្រែកវាត្រូវការភាពស្ងប់ដើម្បីរីកចម្រើនរឹងមាំពីខាងក្នុងមុនឈ្នះខាងក្រៅមនុស្សជាច្រើនចង់ឈ្នះពិភពលោកចង់ឈ្នះការងារចង់ឈ្នះប្រាក់ចង់ឈ្នះការទទួលស្គាល់ប៉ុន្តែពួកគេភ្លេចអ្វីមួយសំខាន់បំផុតបើអ្នកមិនឈ្នះខ្លួនឯងអ្នកនឹងមិនអាចឈ្នះអ្វីខាងក្រៅបានយូរទេសៀវភៅនេះមិនមកបង្រៀនអ្នកឲ្យខ្លាំងជាងគេតែវាមកបង្រៀនអ្នកឲ្យរឹងមាំពីខាងក្នុងដើម្បីមិនដួលពេលឈ្នះភាគទី1កម្លាំងខាងក្រៅមិនគ្រប់គ្រាន់អ្នកអាចមានជំនាញមានប្រាក់មានតួនាទីមានឥទ្ធិពលតែបើចិត្តអ្នកទន់អ្នកនឹងខូចចិត្តងាយភ័យខ្លាចមតិគេអស់កម្លាំងលឿនបាត់ទិសដៅមនុស្សជាច្រើនឈ្នះលឿនតែដួលលឿនព្រោះពួកគេមិនបានបណ្ដក់កម្លាំងខាងក្នុងកម្លាំងខាងក្រៅអាចនាំអ្នកឡើងលើតែកម្លាំងខាងក្នុងជាអ្វីដែលរក្សាអ្នកឲ្យនៅលើនោះបានភាគទី2តើរឹងមាំពីខាងក្នុងមានន័យដូចម្តេចការរឹងមាំពីខាងក្នុងមិនមែនជាការធ្វើឲ្យខ្លួនឯងរឹងឬមិនមានអារម្មណ៍ទេវាជាការគ្រប់គ្រងអារម្មណ៍ការយល់ដឹងពីខ្លួនឯងការទទួលស្គាល់ភាពមិនល្អឥតខ្ចោះការឈរលើបម្លៃរបស់ខ្លួនមនុស្សរឹងមាំពីខាងក្នុងអាចបរាជ័យដោយមិនបាត់អត្តសញ្ញាណអាចទទួលការរិះគន់ដោយមិនបាក់ចិត្តពួកគេដឹងថាតម្លៃខ្លួនឯងមិនអាស្រ័យលើលទ្ធផលថ្ងៃនេះទេភាគទី3អារម្មណ៍គឺជាកម្លាំងហ្វឹកហាត់កម្លាំងមនុស្សជាច្រើនគេចពីអារម្មណ៍ព្រោះគិតថាវាជាភាពខ្សោយតែការពិតគឺអារម្មណ៍ជាកន្លែងហ្វឹកហាត់ចិត្តពេលអ្នកខកចិត្តតែស្ដាប់វាខឹងតែគ្រប់គ្រងវាភ័យតែបន្តទៅមុខអ្នកកំពុងបង្កើតកម្លាំងខាងក្នុងដោយមិនដឹងខ្លួនការរឹងមាំមិនមែនជាការមិនមានអារម្មណ៍ទេតែជាការមិនឲ្យអារម្មណ៍គ្រប់គ្រងជីវិតអ្នកភាគទី4រឹងមាំពីក្នុងពេលគ្មានអ្នកមើលការរឹងមាំពិតមិនបង្ហាញនៅលើឆាកតែបង្ហាញនៅពេលគ្មានអ្នកលើកទឹកចិត្តគ្មានអ្នកយល់គ្មានអ្នកសរសើរនៅពេលអ្នកនៅតែធ្វើអ្វីត្រឹមត្រូវទោះគ្មាននរណាមើលនោះហើយជាកម្លាំងខាងក្នុងពិតប្រាកដមនុស្សដែលរឹងមាំមិនត្រូវការបញ្ជាក់ជានិច្ចពួកគេដឹងថាពួកគេកំពុងដើរផ្លូវត្រឹមត្រូវភាគទី5បណ្ដុះកម្លាំងខាងក្នុងជាក់ស្ដែង 1. ឈប់រស់តាមការរំពឹងរបស់អ្នកដទៃអ្នកមិនអាចបំពេញចិត្តគ្រប់គ្នាទេហើយអ្នកមិនចាំបាច់ធ្វើដូច្នោះដែរ 2. កំណត់តម្លៃជីវិតរបស់ខ្លួនដឹងថាអ្វីសំខាន់ហើយឈរលើវាទោះបីមានសម្ពាធក៏ដោយ 3. រៀននៅជាមួយភាពមិនប្រាកដជីវិតមិនមានការធានាតែអ្នកអាចធានាការតស៊ូរបស់ខ្លួនឯងបាន 4. ស្ដាប់ខ្លួនឯងមុនស្ដាប់ពិភពខាងក្រៅ
ភាពស្ងប់និងការស្ដាប់ខ្លួនជួយឲ្យកម្លាំងខាងក្នុងរីកអម្រានភេកទី6ពេលរឹងមាំពីខាងក្នុងជោគជ័យខាងក្រៅនឹងផ្លាស់ប្ដូរពេលអ្នករឹងមាំពីខាងក្នុងជោគជ័យខាងក្រៅមិនធ្វើឲ្យអ្នកភ័យមិនធ្វើឲ្យអ្នកអួតមិនធ្វើឲ្យអ្នកបាត់ខ្លួនឯងអ្នកអាចឈ្នះដោយមានសុចរិតអាចរីកចម្រើនដោយមានសុខនោះហើយគឺជាជោគជ័យដែលមានន័យបិទសៀវភៅសូមសួរខ្លួនឯងថាបើថ្ងៃនេះអ្វីមិនដូចដែលខ្ញុំចង់តើខ្ញុំនៅតែឈរបានទេបើចម្លើយគឺបាទចានោះមានន័យថាអ្នកកំពុងរឹងមាំពីខាងក្នុងហើយសូមចាំថាអ្នកមិនត្រូវឈ្នះពិភពលោកដើម្បីមានតម្លៃទេអ្នកត្រូវឈ្នះខ្លួនឯងមុនគេ